បាទហើយថ្ងៃនេះធ្វើការត្រឡប់មកវិញទៀតអីជាមួយនឹង anime មួយជាមួយការនិយាយ anime ម្ដងទៀតអីហើយ anime ថ្ងៃហ្នឹងគឺជា anime មួយដែលខ្ញុំអត់រំពឹងទុកថាល្អមើលដល់កម្រិតហ្នឹងឯងចឹង anime មួយនេះគឺជា anime The Promised Neverland ចឹងមុនចូលវីដេអូនេះខ្ញុំនិយាយឲ្យហើយហ្មងទៅវីដេអូខ្ញុំអាចនិយាយតាក់ទងមួយ spoiler ខ្លះហើយតាក់ទងជាមួយសាច់រឿងមួយហ្នឹងតាក់ទងជាមួយនឹងរឿងពិភពនៅក្នុង The Promised Neverland រដូវកាលទី1ចឹងចូលមកដំបូងចង់និយាយថា anime នេះគឺខ្ញុំអត់មើលដំបូងខ្ញុំអត់សូវខ្វល់ប៉ុន្មានទេ anime នេះខ្ញុំលើគេនិយាយថា season ទី2វាអត់សូវល្អដោយសារគេអត់សូវគេបានដើរតាមផ្លូវ manga ចឹងទៅគេធ្វើសាច់រឿងដាច់ដោយឡែកពីគេចឹងទៅចឹងខ្ញុំគិតថាបើសិនខ្ញុំចង់ដឹងសាច់រឿងបន្តទៀតគឺខ្ញុំនឹងអាចតាមមើល manga របស់វា The អញ្ចឹង Promise ទៅយ៉ាប៉ុន្តែឥឡូវថ្ងៃនេះគឺខ្ញុំនិយាយទៅត្រឹមរដូវកាលទី1ឯងអ្វីដែលខ្ញុំបានដឹងអ្វីដែលខ្ញុំបានឮនៅក្នុងរដូវកាលទី1ហ្នឹងអញ្ចឹង anime មួយនេះគឺជា anime មួយដែលពោពេញទៅដោយអកម្បាំងមកយើងយកហ្មងពោពេញទៅដោយ plot twist ពោពេញទៅដោយការប្រើបញ្ញាការប្រើយុទ្ធសាស្ត្រដើម្បីក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់តួអង្គនៅក្នុងហ្នឹងអញ្ចឹងខ្ញុំចាប់ផ្ដើមដំបូងគេបង្អស់ហ្មងទៅនិយាយតាក់ទងជាមួយពិភពនៅក្នុង The Promised Neverland ហ្នឹងពេលខ្ញុំមើលដំបូងខ្ញុំអត់សូវចាប់អារម្មណ៍ប៉ុន្តែពេលខ្ញុំដឹងស្អីពេលខ្ញុំមើលតាក់ទងជាមួយនឹងoverview តាក់ទងមួយ anime ហ្នឹងគឺ anime ហ្នឹងគឺមានតួអង្គជាប់នៅក្នុងជាងមានតួអង្គឯណាខ្ញុំមើលដំបូងខ្ញុំនឹកឃើញទៅដល់ anime គឺ Attack on Titan ដែល anime គឺស្តៀងអញ្ចឹងហ្មងមានតួអង្គជាប់ជាងតែគ្រាន់ក្នុងនេះវាកាន់តែមានលក្ខណៈអាកំបាំងបន្ថែមទៀតដោយសារក្រៅពីជាងក៏នៅមានរបស់ជាច្រើនដែលយើងអត់ទាន់ដឹងដែរហើយជាពិសេសនៅក្នុង season ទី1នេះតួអង្គគឺវល់ជុំវិញនៅក្នុងជាងខ្ញុំហ្មងតែខ្ញុំគិតថាវាល្អមើលខ្លាំងហ្មងយីមែនតាទាំងតួអង្គទាំងអស់គឺខ្ញុំគិតថាគួរឲ្យចាប់អារម្មណ៍ទាំងអស់ពីតួជាអាក្រក់ទៅកាន់តួជាល្អអត់តែពណ៌បិសាចដោយសារពណ៌បិសាចខ្ញុំគិតថាអត់សូវដើរតួសំខាន់នៅក្នុងនឹងទេតួបិសាចព្រោះវាជាតួអង្គកពេកកពុក background នេះចឹងទៅប៉ុន្តែខ្ញុំចង់សំដៅទៅលើតួអង្គនៅក្នុងសាច់រឿង The Promised Neverland នឹងយកមកគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនហើយចំពោះសាច់រឿងគឺកាន់តែល្អខ្លាំងទៀតខ្ញុំនិយាយមកសាច់រឿងគឺវាសាមញ្ញធម្មតាគឺសាច់រឿងតាក់ទងជាមួយក្មេងមួយក្រុមព្យាយាមក្នុងការចេញពីជាងនឹងបន្ទាប់ពីស្វែងរកនៅការពិតរបស់តួអង្គណាមួយចឹងទៅចឹងគាត់ថាវាជាសាច់រឿងមួយគួរឲ្យចាប់អារម្មណ៍ចាប់តាំងពីអេពីសូតទី1មកចប់អេពីសូតនឹងភ្លាមចេញមកគឺញាក់ផ្អើលយកមកអត់មានមកវិញទេខ្ញុំគិតថាក្នុង anime គឺគេ set up បានល្អមែនតើអ្វីដែលកើតឡើងនៅក្នុងដើមសាច់រឿងណាគឺគេ pay off នៅកតុយសាច់រឿងមកងោះហើយតាក់ទងជាមួយតួអង្គមួយចំនួនចេញមកដាក់ plot twist ម្ដងគឺដាច់ចកាសយកហ្មងយីមែនតានិយាយទៅសាច់រឿងនៅក្នុងគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនហើយទាំងតួជាអាក្រក់នៅក្នុងគឺមានតួអង្គអ្នកស្រីនោះខ្ញុំគិតថាគួរឲ្យចូលចិត្តយីមែនគេមកគួរឲ្យយើងយល់ថាមិនបានតួអង្គធ្វើអញ្ចឹងអីចឹងទៅតាក់ទងជាមួយតួអង្គឯកតួអង្គតា3ក្បាលហ្នឹងមានសាសុកេមានតែ2អ្នកទៀតនិយាយទៅខ្ញុំដល់កន្លែងអេពីសូតនោះគឺគេបង្ហាញចេញមកខ្ញុំឡើងអត់រំពឹងទុកយកហ្មងនិយាយមែនណាចេញមកគឺមហាសែនភ្ញាក់ផ្អើលជា anime មួយពោពេញទៅដោយអាកំបាំងហើយឆ្លៀតបោកអ្នកមើលទៀតនិយាយមែនសូមសារមកចំណុចហ្នឹងយកហ្មងនេះគឺជាចំណុចមួយដែលខ្ញុំស្រឡាញ់តាក់ទងមួយ anime មួយហ្នឹងដោយលក្ខណៈតួអង្គនៅក្នុងរឿងមួយហ្នឹងគឺមិនចេញមកអត់តួអង្គនេះវាអាក្រក់គឺវាអាក្រក់យកហ្មងឯងហើយបើមិនហើយក៏មិនសំខាន់ថាតួអង្គនេះគឺវាល្អដាច់យកហ្មងដែរតួអង្គនីមួយៗវាមាននៅជំរឿវាមាននៅអឺលក្ខណៈរបស់វាមួយវាមាននៅគោលគំនិតរបស់ខ្លួនឯងមួយថាអ្នកនេះវាល្អវាមិនមែនថាល្អខ្លាំងណាគឺល្អនៅក្នុងកម្រិតមួយថាតួអង្គមានកម្រិតបែបហ្នឹងអញ្ចឹងទៅហើយតួអង្គនេះគឺមានហេតុផលដើម្បីខ្លាចជាធ្វើនៅប្រព្រឹត្តនៅអំពើអាក្រក់អញ្ចឹងទៅយើងមិនចេញមកតួអង្គអាក្រក់គឺអាក្រក់ណាហ្នឹងគឺវាល្អអញ្ចឹងហើយលើពីហ្នឹងទៅទៀតគឺតាក់ទងជាមួយនឹងការយកឈ្នះទៅបញ្ហាខ្លួនឯងការយកឈ្នះទៅលើតួអង្គចិត្តអាក្រក់ក៏ខ្ញុំស្រឡាញ់ខ្លាំងដែរនៅក្នុងហ្នឹងអ្វីដែលសំខាន់នៅក្នុងគឺគេបកកែប្រើប្រាស់នៅគេយុទ្ធសាស្ត្រឲ្យតួអង្គនឹងប្រើកំណត់ប្រើបញ្ញាខ្លួនឯងដើម្បីក្នុងការដោះស្រាយនៅកន្លែងណាមួយហើយប្រើចិត្តសាស្ត្រដើម្បីមើលថាតួអង្គនេះនិយាយចេញមកនិយាយការពិតឬក៏មិនការពិតអីទៀតហើយបូកផ្សំជាមួយនឹងការប្រើប្រាស់នៅកម្លាំងកាយរបស់ខ្លួនឯងដើម្បីសម្រេចនៅគោលដៅរបស់ខ្លួនឯងយ៉ាងហ្នឹងហើយដូចខ្ញុំនិយាយមិនអញ្ចឹងក្នុងអានេះខ្ញុំនិយាយ spoiler ខ្លះហើយអញ្ចឹងគឺ spoiler យ៉ាងកន្លែងចុងក្រោយពេលតួអង្គនឹងបានរួចផុតនៅអានជាងមួយហ្នឹងយើងមើលចេញមកឡើងសប្បាយចិត្តចំពោះតួអង្គហ្នឹងហ្មងសឹកចេញមកឡើងមានអារម្មណ៍ថាអូប៉ុណ្ណេះគឺយើង deserve យីមែនតួអង្គទាំងអស់គឺ deserve ចឹងមែនហ្នឹងគឺខ្ញុំចូលចិត្តខ្លាំងមែនតើ
rồi và thay tiết đừng nhung vậy mà lan lơ mà trắng với thua nhung châu chất tu ong nó không nằng tu ong nó nhung mình ham mơ hạ khóa tu ong tao nói cái nhung khoa là ngọt thà rồi và tu thay ong cứ tu ong khác miên khổ thật nặng tu ong khác dương mơ nhưng mà là bọc buông một thà trồi tích bà sợ mình cả láng tu ong đừng mấy ta về chân đó về việc bắt đo nó hiệp khổ thật nặng muối big steaks ao dương mơ thà dương mình thà trẻ mơ mơ đấy tu ong mấy còn mấy thế hay tu ong chính nó về khác mơ hứa tu ong chính nó không biết vậy đó không biết khổ thật ấy sao mỏ gì mà chính nó là thò mà này តែនៅក្នុងរឿងនេះគឺវាមិនមែនជាករណីហ្នឹងទេក្នុងរឿងនេះគឺវាបានបង្ហាញយ៉ាងមែនកន្លែងឈុតឆាកខ្លះគឺមហាសែនចេញមកគឺបុកពួយអ្នកមើលហ្មងយ៉ាងមែនតើដែលវាមានលក្ខណៈពិសេសរបស់វាមួយទៀតនៅក្នុងរឿង The Promised Neverland ហ្នឹងហើយចំណុចមួយទៀតដែលខ្ញុំឆ្ងល់គឺចង់ដឹងទិសដៅបន្ទាប់ពីតួអង្គក្មេងទាំងអស់នឹងបានចេញពីកន្លែងហ្នឹងហើយគឺតួអង្គនឹងប្រឈមនឹងអីទៀតហើយខ្ញុំនិយាយទៅតឹងរង់ចាំហ្មង ហើយខ្ញុំអាចថាបើក manga មើលទៅដោយសារខ្ញុំចង់មើលរបស់ដើមរបស់គេហ្មងអាចថារបស់នៅក្នុង anime ជារបស់ថ្មីចឹងទៅគឺខ្ញុំនេះដែរប៉ុន្តែពេលខ្ញុំមើល manga ចប់អស់ខ្ញុំអាចនឹងនិយាយវាបន្ថែមទៀតតាក់ទងជាមួយនឹងស្អីរឿង The Promised Neverland ហ្នឹងប៉ុន្តែឥឡូវបើសិននិយាយតាក់ទងជាមួយចំណុចខ្សោយខ្ញុំក៏សូវមានច្រើនចំណុចខ្សោយនៅក្នុងហ្នឹងអាចថាកន្លែងខ្លះវាអត់សូវចេញមកវាអត់វាអាចនិយាយ unrealistic តិចតាក់ទងជាមួយក្មេង11ឆ្នាំតែនិយាយមែន ខូជាមកហេកយកហ្មងវាអាចកន្លែងនឹងតិចប៉ុន្តែបើសិននិចោលយាយ ទៅខ្ញុំគិតថាគឺល្អខ្លាំងមែនគេរៀបចំ anime ហ្នឹងគ្រប់ episode គ្រប់វិនាទីមួយណាក៏វាដើរតួសំខាន់ដែរនៅក្នុងសាច់រឿងរបស់វាគេមិនចេញមកដាក់ចោលឲ្យវាអស់ប្រយោជន៍ទេ បើសិននិ ហើយ យាយ ខ្ញុំនិយាយមួយថ្ងៃនេះគឺនិយាយពាក់ព័ន្ធជាមួយនឹងតែសាច់រឿងតាក់ទងជាមួយ plot វាច្រើនមែនទែនអញ្ចឹងបើយើងនិយាយតាក់ទងជាមួយនឹង animation តាក់ទងជាមួយនឹងបច្ចេកទេសក្នុងការរៀបចំទៅនៅសាច់រឿងមួយហ្នឹងខ្ញុំគិតថា animation គឺមិនអន់ខ្ញុំគិតថា animation ស្អាតនៅក្នុងសាច់រឿងមួយហ្នឹងខ្ញុំគិតថាមានវាមិនជា anime ដែលមានឈុតឆាកដូច Jujutsu Kaisen មានអីណា action អីក្នុងហ្នឹងគឺវាផ្ដោតទៅលើសាច់រឿងជាធំប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ខ្ញុំគិតថាគេនៅមានសមត្ថភាពនៅក្នុងការធ្វើ animation ឲ្យវាស្អាតផងដែរបើចេញមកមើល PowerPoint ណាចេញមកគឺមែន animation វាគឺខ្ញុំចូលចិត្តក្នុងហ្នឹងវាមិនស្អាតដល់កម្រិតកំពូលណាស់ណាទេវាមកត្រឹមថាមើលទៅវាមើលទៅទួយកបាននិយាយទៅហើយចំពោះចំណុចផ្សេងទៀតតាក់ទងជាមួយ play តាក់ទងជាមួយអីក៏វាអូខេសម្រាប់ខ្ញុំវាមិនថាជា play មួយដែលថាកម្រិតកំពូលដល់កម្រិតណាទេសម្រាប់ខ្ញុំយកស្អីចាប់អារម្មណ៍ដែរតាក់ទងជាមួយ play មកវាតែសម្រាប់សេចក្តីមកខ្ញុំគិតថា anime នេះគឺជា anime មួយដែលថាគឺត្រូវតែមើលហ្មងវាមិនមែនជា anime បែបធម្មតាអីទេវាមិនចេញ anime យើងមើលចោលណា anime នេះគឺវាដាក់មានអត្ថន័យទៅសាច់រឿងរបស់វាគំនិតដែលអ្នកសរសេរព្យាយាមដាក់នៅក្នុងហ្នឹងក៏មានអត្ថន័យដែរតាក់ទងជាមួយសិទ្ធិសេរីភាពរបស់មនុស្សតាក់ទងជាមួយនឹងរបស់មនុស្សរស់នៅក្នុងពិភពមួយគ្រប់គ្រងទៅដោយសភាវៈណាមួយដែលខ្លាំងជាងមនុស្សហ្នឹងតើនឹងមានឲ្យកាត់ឡើងក្នុងហ្នឹងគឺគេឆ្លើយសំណួរមួយនឹងយកមកហើយមនុស្សព្យាយាមរើបំរាស់ដើម្បីទទួលយកនៅសិទ្ធិសេរីភាពរបស់ខ្លួនឯងអញ្ចឹងទៅក្នុងសាច់រឿងហ្នឹងគឺខ្ញុំចូលចិត្តខាងមែនទាំងសាច់រឿងទាំង plot twist ទាំងការបញ្ញារបស់តួអង្គមួយទាំងការ set up នៅក្នុងរឿងហ្នឹងគឺមហាសានអែមនិយាយមែនខ្ញុំគិតថារឿងមួយដែលខ្ញុំអាចប្រៀបបានគឺ Attack on Titan chứ ខ្ញុំនៅតែមានអារម្មណ៍ថាស្រៀងអាប់រឿងហ្នឹងមែនតើខ្ញុំមើលបណ្ដាគឺនៅឃើញដល់រឿង Attack on Titan ហ្នឹងបណ្ដាហើយតួអង្គស្រីមួយប្រុសពីរដូចគ្នាទៀតអូខេលយអញ្ចឹងយ៉ាវីដេអូគឺមានតែប៉ុណ្្នឹងហើយតាក់ទងជាមួយនឹង The Promised Neverland season ទី1ខ្ញុំនឹងធ្វើការនិយាយដូចខ្ញុំនិយាយមើល manga បន្តទៀតខ្ញុំអាចនិយាយដឹងនិយាយទៀតហើយរឿងហ្នឹងគឺល្អមើលខ្លាំង so យ៉ាវីដេអូមានប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយស៊ី